នេះគឺជាប្រព័ន្ធមីស៊ីលការពារដែនសមុទ្រ Type 12 SSM ដែលជាសមិទ្ធផលបច្ចេកវិទ្យាយោធាដ៏លេចធ្លោបំផុតមួយរបស់អ្នកលេងសាមរ៉ៃជប៉ុនអភិវឌ្ឍឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industry ប្រព័ន្ធអាវុធចល័តនេះត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការទៅក្នុងជួរកងកម្លាំងស្វ័យការពារជើងគោកជប៉ុនកាលពីឆ្នាំ2012ដើម្បីជំនួសឲ្យប្រព័ន្ធមីស៊ីលស៊េរីចាស់ Type 88ក្នុងនាមជាអាវុធយុទ្ធសាស្ត្រការពារដែនសមុទ្រប្រព័ន្ធ Type 12ត្រូវបានគេរចនាឡើងដើម្បីស្ទាក់ចាប់និងកំទេចនាវាចម្បាំងរបស់សត្រូវពីចម្ងាយមុនពេលដែលពួកវាចូលមកជិតដែនកោះឬឆ្នេរសមុទ្ររបស់ជប៉ុនតើប្រព័ន្ធអាវុធនេះមានអានុភាពខ្លាំងយ៉ាងណាតោះទៅទស្សនាវីដេអូនេះទាំងអស់គ្នាអំណាចពិតប្រាកដរបស់ប្រព័ន្ធមីស៊ីល Type 12នេះគឺស្ថិតនៅលើបច្ចេកវិទ្យាណែនាំផ្លូវដ៏ឆ្លាតនិងសមត្ថភាពបំបាំងកាយគេចចេញពីរ៉ាដារបស់សត្រូវគ្រឿងបង្គុំដ៏សំខាន់នៃប្រព័ន្ធនេះគឺរថយន្តបាញ់មីស៊ីលដែលមានបំពាក់បំពង់បាញ់ចំនួន2ទៅ6កាណុងនៅពេលគេបាញ់ចេញគ្រាប់មីស៊ីលនឹងប្រើប្រាស់បច្ចេកវិទ្យា INS ដែលមានសមត្ថភាពចងចាំទិសដៅយ៉ាងសុក្រឹតរួមជាមួយនឹង GPS និង Radar Scan សកម្ម AESA ដែលមានបំពាក់នៅលើច្រមុះនៃមីស៊ីលដើម្បីឲ្យវាអាចបែងចែកគោលដៅនិងស្វែងរកចំណុចខ្សោយរបស់នាវាចម្បាំងបានយ៉ាងច្បាស់លាស់ទោះបីជាស្ថិតនៅក្នុងស្ថានភាពរំខានសញ្ញាខ្លាំងក៏ដោយអ្វីដែលធ្វើឲ្យសត្រូវព្រួយបារម្ភបំផុតគឺសមត្ថភាពហោះពួនគេចនិងចេះបត់បែនដែលអនុញ្ញាតឲ្យមីស៊ីលហោះហើរទាបលូនតាមជ្រលងភ្នំឬគៀកផ្ទៃសមុទ្រដើម្បីបិទបាំងខ្លួនពីរ៉ាដាការពារអាកាសលើពីនេះវាថែមទាំងអាចទទួលទិន្នន័យថ្មីៗពីយន្តហោះចម្បាំង S-35 ឬផ្កាយរណបតាមរយៈ Data Link ដើម្បីកែតម្រូវគន្លងហោះហើររបស់គ្រាប់មីស៊ីលឲ្យឆ្ពោះទៅរកគោលដៅដែលកំពុងចល័តបានយ៉ាងសុក្រឹតជាទីបំផុតចំពោះអានុភាពបំផ្លាញវិញគ្រាប់មីស៊ីលរបស់ Type 12បំពាក់នៅក្បាលគ្រាប់ប្រភេទផ្ទុះខ្លាំងដែលមានទម្ងន់ប្រហែល225គីឡូក្រាមវាត្រូវបានគេរចនាឡើងដើម្បីបុកទម្លុះជញ្ជាំងដៃថែបរបស់នាវាចម្បាំងរួចទើបបង្កការផ្ទុះដ៏សាហាវពីខាងក្នុងអានុភាពនៃការផ្ទុះបូករួមជាមួយនឹងកម្លាំងបុកទម្លុះដ៏ខ្លាំងក្លានេះអាចធ្វើឲ្យនាវាពិឃាតខ្នាតមធ្យមលិចចូលទៅក្នុងបាតសមុទ្រឬដាច់ជាពីរបានយ៉ាងងាយស្រួលត្រឹមតែការវាយប្រហារត្រឹមតែមួយគ្រាប់ប៉ុណ្ណោះពីដើមឡើយប្រព័ន្ធមីស៊ីល Type 12នេះអាចបាញ់បានចម្ងាយប្រហែល200គីឡូម៉ែត្រតែប៉ុណ្ណោះប៉ុន្តែកំណែទម្រង់ថ្មីដែលគេហៅថា Stand-off Missile System អាចមានសមត្ថភាពវាយប្រហារដល់ចម្ងាយ900គីឡូម៉ែត្រមិនទាន់បញ្ចប់ត្រឹមនេះជប៉ុនមានមហិច្ឆតាពង្រីកអានុភាពនៃការបាញ់របស់វាឲ្យឈានទៅដល់1500គីឡូម៉ែត្រនាពេលអនាគតលើសពីនេះរថយន្តបាញ់និងគ្រាប់មីស៊ីលត្រូវបានគេកែច្នៃឲ្យមានលក្ខណៈបំបាំងកាយកាន់តែខ្លាំងដែលធ្វើឲ្យវាក្លាយទៅជាសព្វវុធវាយបកដ៏គ្រោះថ្នាក់បំផុតមួយក្រោយការឡើងកាន់អំណាចរបស់លោកស្រីសាណេ តាកាអ៊ីឈីជប៉ុនបានសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបើកផ្លូវឲ្យមានការកែសម្រួលច្បាប់នាំចេញអាវុធដែលជាការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រសម្រាប់ពួកគេជប៉ុនបានចាប់ផ្ដើមបើកចំហក្នុងការលក់ប្រព័ន្ធអាវុធនេះទៅឲ្យប្រទេសជាមិត្តមួយចំនួនដូចជាអូស្ត្រាលីនិងហ្វីលីពីនចំពោះតម្លៃវិញប្រព័ន្ធ Type 12មួយឈុតរួមមានគ្រាប់មីស៊ីលនិងឧបករណ៍បញ្ជាអាចមានតម្លៃចាប់ពី$150លានសហរដ្ឋអាមេរិកឡើងទៅតម្លៃរបស់វាប្រែប្រួលអាស្រ័យទៅលើជម្រើសផ្សេងៗដែលបំពាក់សម្រាប់ប្រទេសកម្ពុជាមានប្រព័ន្ធអាវុធការពារឆ្នេរដែលមានប្រសិទ្ធភាពដូចជា Type 12និងផ្ដល់ឲ្យកម្ពុជានូវអំណាចការពារនិងឥទ្ធិពលលើតុចរចាដើម្បីធានាថាដែនសមុទ្រនិងធនធានធម្មជាតិរបស់ខ្លួនត្រូវបានការពារយ៉ាងរឹងមាំទោះបីជាយ៉ាងណាក៏ដោយដោយសារតែតម្លៃដ៏ថ្លៃនិងបច្ចេកវិទ្យាដ៏ស្មុគស្មាញកម្ពុជាត្រូវសិក្សាឲ្យបានហ្មត់ចត់រវាងតម្រូវការយុទ្ធសាស្ត្រនិងលទ្ធភាពថវិកាទោះបីជាកម្ពុជាមានប្រព័ន្ធមីស៊ីលមួយចំនួនដូចជា C801 និង C802 ដែលជាមិត្តដ៏ស្មោះត្រង់និងរួមចំណែកការពារជាតិក្នុងពេលបច្ចុប្បន្នក៏ដោយតែដើម្បីធានាថាដែនសមុទ្ររបស់ខ្លួនមិនមានចន្លោះប្រហោងការសម្លឹងមើលបច្ចេកវិទ្យាដូចជា Type 12គឺជាការត្រៀមខ្លួនសម្រាប់អនាគតបងប្អូនភាគច្រើនមានក្តីបារម្ភនិងផ្ដោតជាខ្លាំងទៅលើការពង្រឹងកងទ័ពអាកាសហើយដាក់ក្តីសង្ឃឹមនិងរំពឹងថារដ្ឋាភិបាលនឹងទិញយកយន្តហោះចម្បាំងមកក្នុងពេលឆាប់ៗយ៉ាងណាមិញយើងពុំគួរមើលរំលងសព្វវុធដែលអាចយកមកពង្រឹងកងទ័ពជើងទឹកនោះទេព្រោះថាក្រៅពីព្រំដែនដីគោកកម្ពុជាក៏នៅមានព្រំដែនសមុទ្រដ៏ធំល្វឹងល្វើយដែលយើងត្រូវការពារផងដែរ
សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះសូមបញ្ចេញមតិយោបល់របស់បងប្អូននៅក្នុងប្រអប់ comment ខាងក្រោមប្រសិនបើចូលចិត្តសូមចុច like និង share យើងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ